ជាដំបូងខ្ញុំសូមធ្វើការគោរពជំរាបសួរពុកម៉ែបងប្អូនជាទីនឹករលឹកនិងជាទីគោរពរាប់អានសារជាថ្មីជួបគ្នាម្ដងទៀតហើយជាមួយនឹងប្រធានបទថ្ងៃនេះខ្ញុំនឹងនិយាយអំពីការរៀបចំរដ្ឋបាលទូទៅផងដែរយើងដឹងថាអង្គរដ្ឋបាលទូទៅត្រូវបានរៀបចំជាពីរកម្រិតដូចជាទី1រដ្ឋបាលថ្នាក់ជាតិដែលហៅថារដ្ឋបាលកណ្ដាលហើយមួយទីនោះគឺរដ្ឋបាលថ្នាក់ក្រោមជាតិដែលយើងនិយាយទូទៅគឺរដ្ឋបាលមូលដ្ឋាននឹងឯងតើតើទៅនឹងរដ្ឋបាលថ្នាក់ជាតិគឺជាអង្គរដ្ឋបាលដែលមកផ្ដុំនៅអាជ្ញាធររួមចូលគ្នានៃអំណាចនីតិប្រតិបត្តិដែលទទួលបន្ទុករៀបចំនិងដឹកនាំប្រទេសវាត្រូវបានកំណត់ឲ្យមានអង្គរដ្ឋបាលពីរលំដាប់ដូចជាទីមួយនោះគឺព្រះមហាក្សត្រហើយមួយទីនោះគឺរាជរដ្ឋាភិបាលផងដែរចំពោះចំណុចដែលយើងតាក់ទងទៅនឹងភាពសំខាន់ផងដែរនោះគឺព្រះមហាក្សត្រយើងដឹងហើយថាព្រះមហាក្សត្រគឺជាអាជ្ញាធររដ្ឋបាលមួយដែលខ្ពស់បំផុតក្នុងឋានៈជាព្រះប្រមុខរដ្ឋផងដែរយោងតាមមាត្រាទី7នៃរដ្ឋធម្មនុញ្ញឆ្នាំ1993បានចែងថាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់គ្រងតែរាជសម្បត្តិប៉ុន្តែទ្រង់មិនអាចកាន់អំណាចបានឡើយតើតើនឹងបញ្ញត្តិមាត្រាទី7នេះផងដែរបានហាមឃាត់ចំពោះព្រះមហាក្សត្រក្នុងការអនុវត្តអំណាចទៅលើផ្នែកនយោបាយផងដែរទន្ទឹមនឹងនេះផងដែររដ្ឋធម្មនុញ្ញក៏បានផ្ដល់ឲ្យនៅត្រង់នៅអំណាចផ្នែករដ្ឋបាលលើកិច្ចការមួយចំនួនដូចជាព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ត្រីនិងទ្រង់តែងតាំងគណៈរដ្ឋមន្ត្រីទាំងមូលផងដែរយើងដឹងថាព្រះមហាក្សត្រតាមសេចក្តីស្នើរបស់គណៈរដ្ឋមន្ត្រីព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យតែងតាំងផ្លាស់ប្ដូរឬក៏បញ្ចប់ភារកិច្ចមន្ត្រីជាន់ខ្ពស់ស៊ីវិលនិងយោធាឯកអគ្គរដ្ឋទូតនិងប្រសិទ្ធវិសាមញ្ញនិងពេញសមត្ថភាពផងដែរហើយយោងតាមសេចក្តីស្នើរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យតែងតាំងនិងផ្លាស់ប្ដូរឬក៏ដកហូតចៅក្រមផ្នែកយុត្តាធិការផងដែរមួយវិញទៀតទ្រង់ជាមេបញ្ជាការកំពូលនៃកងយុទ្ធពលខេមរភូមិន្ទទ្រង់ក៏ជាព្រះអធិបតីនៃឧត្តមក្រុមប្រឹក្សាកម្ពុជាទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោសនិងលើកលែងទោសមួយវិញទៀតនោះគឺឧត្តមប្រឹក្សានៃអង្គចៅក្រមស្ថិតក្រោមព្រះរាជអធិបតីភាពនៃព្រះមហាក្សត្រទ្រង់ក៏ទទួលសារតាំងអគ្គរដ្ឋទូតឬក៏ឯកអគ្គរដ្ឋទូតប្រសិទ្ធវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសក្រៅមកប្រចាំប្រជាណាចក្រកម្ពុជាផងដែរយោងទៅតាមចំណុចមួយទៀតនោះគឺទ្រង់ក៏មានសិទ្ធិក្នុងការឡាយប្រហ័សលើសន្ធិសញ្ញានិងអនុសញ្ញាអន្តរជាតិហើយទ្រង់ប្រទានសច្ចាប័នលើសន្ធិសញ្ញានិងអនុសញ្ញាទាំងនោះក៏បានទទួលការអនុម័តយកព្រមពីរដ្ឋសភានិងព្រឹទ្ធសភាផងដែរព្រះមហាក្សត្រក៏ទ្រង់ឡាយប្រហ័សលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញច្បាប់ដែលរដ្ឋសភាបានអនុម័តនិងព្រឹទ្ធសភាបានពិនិត្យចប់សពគ្រប់រួចហើយមួយវិញទៀតគឺព្រះមហាក្សត្រទ្រង់រំលាយរដ្ឋសភាក្រោយពីព្រះអង្គទ្រង់បានទទួលការស្នើពីនាយករដ្ឋមន្ត្រីនិងបន្ទាប់ពីទ្រង់បានការចាប់ព្រមពីប្រធានរដ្ឋសភាសមាជិកព្រឹទ្ធសភាចំនួន2រូបត្រូវបានចាត់តាំងដោយព្រះមហាក្សត្រទ្រង់ក៏បានបង្កើតនិងប្រទានគ្រឿងឥស្សរិយយសថ្នាក់ជាតិទ្រង់ប្រកាសសង្គ្រាមក្រោយការអនុម័តរបស់រដ្ឋសភាក៏ដូចជាព្រឹទ្ធសភាផងដែរហើយចំណុចចុងក្រោយនោះគឺសមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួន3រូបត្រូវតែងតាំងដោយព្រះមហាក្សត្រផងដែរចំពោះថ្នាក់រាជរដ្ឋាភិបាលវិញម្ដងយើងដឹងហើយថារាជរដ្ឋាភិបាលគឺជាអង្គការនីតិប្រតិបត្តិមានសមត្ថកិច្ចក្នុងការកំណត់និងអនុវត្តនយោបាយរបស់រដ្ឋស្របតាមគោលការណ៍ដែលចែងក្នុងរដ្ឋធម្មនុញ្ញរាជរដ្ឋាភិបាលដឹកនាំកិច្ចការទូតរបស់រដ្ឋស្របតាមកម្មវិធីនយោបាយរបស់ខ្លួនហើយរាជរដ្ឋាភិបាលទៀតសោតត្រូវបានកំណត់នៅលំដាប់រដ្ឋបាលដូចជាគណៈរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីនិងចុងក្រោយនោះគឺក្រសួងនិងរដ្ឋលេខាធិការដ្ឋានមួយវិញទៀតនោះទៀតសោតគណៈរដ្ឋមន្ត្រីតាមមាត្រាទី118ថ្មីមួយនៃរដ្ឋធម្មនុញ្ញបានចែងថាគណៈរដ្ឋមន្ត្រីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាគណៈរដ្ឋមន្ត្រីត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីមួយរូបដោយឧបនាយករដ្ឋមន្ត្រីព្រមទាំងទេសរដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីជាសមាជិកផងដែរ
អង្គប្រជុំរបស់គណៈរដ្ឋមន្ត្រីមានអង្គប្រជុំធំនិងអង្គប្រជុំពិនិត្យស្រាវជ្រាវអង្គប្រជុំធំគឺជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដើម្បីពិនិត្យនិងសម្រេចដោះស្រាយរាល់កិច្ចការទូតរបស់រាជរដ្ឋាភិបាលក្នុងនោះផងដែរអង្គប្រជុំធំត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីអាចប្រកល់ភារកិច្ចជូនឧបនាយករដ្ឋមន្ត្រីដឹកនាំអង្គប្រជុំពិនិត្យស្រាវជ្រាវបានផងដែរក្នុងនោះផងដែរគណៈរដ្ឋមន្ត្រីមានមុខងារដូចខាងក្រោមចូលរួមរាយការណ៍ទូលថ្វាយព្រះមហាក្សត្រទ្រង់ជ្រាបអំពីស្ថានភាពរបស់ប្រទេសជាតិពីរដងក្នុងមួយខែជាមួយនឹងនាយករដ្ឋមន្ត្រីលើកសំណើទៅព្រះមហាក្សត្រឲ្យទ្រង់តែងតាំងផ្លាស់ប្ដូរនិងបញ្ចប់តួនាទីមន្ត្រីជាន់ខ្ពស់ស៊ីវិលនិងយោធាទេសាភិបាលនិងទេសាភិបាលរងធនាគារជាតិនៃកម្ពុជាឯកអគ្គរដ្ឋទូតប្រេសិតវិសាមញ្ញនិងពេញសមត្ថភាពផងដែរហើយមកវិញទៀតនោះគឺលើកសំណើទៅព្រះមហាក្សត្រឲ្យទ្រង់ឡាយប្រហ័សលេខាលើព្រះរាជក្រមដែលប្រកាសអហូចប្រាច្បាប់លើកសំណើទៅព្រះមហាក្សត្រឲ្យទ្រង់បង្កើតនិងប្រទានគ្រឿងឥស្សរិយយសជាតិហើយមកវិញទៀតនោះគឺពិនិត្យនិងស្រាវជ្រាវនិងសម្រេចដោះស្រាយរាល់កិច្ចការទូទៅរបស់រាជរដ្ឋាភិបាលផងដែរយើងដឹងហើយថាទន្ទឹមនឹងនេះនាយករដ្ឋមន្ត្រីដែលជាប្រមុខរដ្ឋរាជរដ្ឋាភិបាលមានសមត្ថកិច្ចដូចខាងក្រោមទីមួយនោះគឺដឹកនាំបញ្ជារាល់សកម្មភាពការងាររបស់រាជរដ្ឋាភិបាលដឹកនាំការងាររបស់គណៈរដ្ឋមន្ត្រីនិងក៏ប្រជុំធ្វើជាអធិបតីនៃកិច្ចអង្គប្រជុំពេញលេញអង្គគណៈរដ្ឋមន្ត្រីទីស្តីការផ្សេងៗផងដែររដ្ឋមន្ត្រីបានអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីរំលែកអំណាចរបស់ខ្លួនឲ្យទៅសមាជិកនៃរាជរដ្ឋាភិបាលណាម្នាក់ក៏បានយោងតាមមាត្រាទី124អំណាចចេញបទបញ្ជាដើម្បីណែនាំដល់មន្ត្រីក្រមអាវ៉ាតសាធារណជនដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈក្នុងករណីឬក៏ស្ថានភាពជាក់ស្ដែងណាមួយដែលគ្មានច្បាប់អនុក្រឹត្យប្រកាសនិងលិខិតបទដ្ឋានគតិយុត្តណាមួយដែលបានចែងតើតើក្នុងចំណុចនេះមួយទីផងដែរនោះគឺដឹកនាំក្នុងការចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានាយើងដឹងថាការលើកសំណើថ្វាយព្រះមហាក្សត្រឲ្យទ្រង់តែងតាំងនិងផ្លាស់ប្ដូរនិងបញ្ចប់ភារកិច្ចដោយព្រះរាជក្រឹត្យនៅមុខតំណែងមន្ត្រីជាន់ខ្ពស់ស៊ីវិលយោធិននៃកងយុទ្ធពលខេមរភូមិន្ទនិងមន្ត្រីនគរបាលជាតិដូចខាងក្រោមនោះគឺទេសាភិបាលរងធនាគារជាតិនៃកម្ពុជាអង្គអគ្គលេខាធិការក្រសួងអគ្គនាយកក្រសួងឬក៏មុខតំណែងប្រហាក់ប្រហែលគ្នាអភិបាលនៃគណៈអភិបាលរាជធានីខេត្តឯកអគ្គរដ្ឋទូតឬក៏មុខតំណែងប្រហាក់ប្រហែលប្រេសិតវិសាមញ្ញនិងពេញសមត្ថភាពអង្គអគ្គមេបញ្ជាការអគ្គមេបញ្ជាការរងនិងសេនាធិការចម្រុះនៃកងយុទ្ធពលខេមរភូមិន្ទអគ្គស្នងការនគរបាលជាតិផងដែរអំណាចតែងតាំងផ្លាស់ប្ដូរបញ្ចប់ភារកិច្ចដោយអនុក្រឹត្យនៅមន្ត្រីជាន់ខ្ពស់ស៊ីវិលយោធិននគរបាលជាតិដូចជាអង្គនាយករងអគ្គនាយករងអភិបាលរងរាជធានីខេត្តអភិបាលក្រុងស្រុកខណ្ឌប្រធាននាយកដ្ឋានវរៈស្នេហ៍ឯកនិងថ្នាក់ប្រហាក់ប្រហែលគ្នាមានសិទ្ធិស្នើសុំឲ្យមានការពិនិត្យធម្មនុញ្ញភាពនិងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញស្នើសុំទៅព្រះមហាក្សត្រឲ្យទ្រង់រំលាយរដ្ឋសភាបន្ទាប់ពីមានការទម្លាក់រាជរដ្ឋាភិបាលពីរដងក្នុងរយៈពេល12ខែហើយក៏អាចស្នើសុំឲ្យរាជរដ្ឋាភិបាលឬក៏រដ្ឋសភាប្រជុំវិសាមញ្ញមានសិទ្ធិដោយផ្ដើមគំនិតធ្វើច្បាប់មានអំណាចក្នុងការចូលរួមជ្រើសរើសព្រះមហាក្សត្រសមាជិកក្រុមប្រឹក្សារាជសម្បត្តិនាយករដ្ឋមន្ត្រីមានអង្គភាពជំនួយការមួយគឺគណៈកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រីបើយើងនិយាយពីទីស្តីការគណៈរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីត្រូវបានបង្កើតឡើងដើម្បីធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាលសម្រាប់សម្រួលការងារប្រចាំថ្ងៃរបស់គណៈរដ្ឋមន្ត្រីក្រុមការដឹកនាំនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីមានតួនាទីក្នុងការគ្រប់គ្រងចាត់ចែងការងារទីស្តីការគណៈរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីមានរដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការមួយចំនួនតាមការចាំបាច់ទីស្តីការគណៈរដ្ឋមន្ត្រីមានលេខាធិការប្រចាំការមួយរូបដែលចាត់ចែងឬក៏ចាត់តាំងដោយនាយករដ្ឋមន្ត្រីតាមសំណើរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីដើម្បីជួយការងារទូទៅប្រចាំថ្ងៃរបស់គណៈរដ្ឋមន្ត្រីយោងតាមអនុក្រឹត្យលេខ116 អនុក្របកចុះថ្ងៃទី6ខែកញ្ញាឆ្នាំ2018ស្តីពីការរៀបចំនិងការប្រព្រឹត្តទូទៅនៃទីស្តីការគណៈរដ្ឋមន្ត្រីបានកំណត់ឲ្យទីស្តីការគណៈរដ្ឋមន្ត្រីមានរចនាសម្ព័ន្ធចំណុចដូចជាទី1នោះគឺខុទ្ទកាល័យ
ហើយទី2អគ្គនាយកដ្ឋានក្នុងអគ្គនាយកដ្ឋានយើងដឹងថាវាមានដូចជាអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុអគ្គនាយកដ្ឋានសម្រាប់សម្រួលកិច្ចការទូទៅអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិអគ្គនាយកដ្ឋានសម្រាប់សម្រួលកិច្ចការផ្ទៃក្នុងអគ្គនាយកដ្ឋានសេដ្ឋកិច្ចនិងទេសចរណ៍អគ្គនាយកដ្ឋានកិច្ចការសង្គមអគ្គនាយកដ្ឋានផលិតកម្មរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់និងអគ្គនាយកដ្ឋានរាជកិច្ចនិងតម្កល់ឯកសារជាតិទី3នាយកដ្ឋានសវនកម្មផ្ទៃក្នុងហើយនិងទី4រដ្ឋលេខាធិការអាកាសចរស៊ីវិលនិងអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រីក្នុងនោះទីសោបើយើងនិយាយអំពីក្រសួងនិងរដ្ឋលេខាធិការដ្ឋានគឺការបង្កើតក្រសួងត្រូវបានកំណត់ដោយច្បាប់ជាគោលការណ៍ក្រសួងជាស្ថាប័នរបស់រាជរដ្ឋាភិបាលដែលត្រូវបានបង្កើតឡើងដើម្បីទទួលបន្ទុកតាមការងារតាមវិស័យចំពោះរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលត្រូវបានកំណត់ឲ្យស្ថិតនៅក្រោមចំណុះទីស្តីការគណៈរដ្ឋមន្ត្រីក្រោមការគ្រប់គ្រងរបស់នាយករដ្ឋមន្ត្រីក្រសួងត្រូវបានដឹកនាំដោយរដ្ឋមន្ត្រីមួយរូបនិងរដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការមួយចំនួនតាមការចាំបាច់ដែលត្រូវបំពេញភារកិច្ចតាមការប្រគល់ពីរដ្ឋមន្ត្រីសម័យខ្លួនក្រសួងនីមួយៗមានរដ្ឋលេខាធិការប្រចាំការមួយរូបមួយដែលចាត់តាំងដោយនាយករដ្ឋមន្ត្រីតាមសំណើរបស់រដ្ឋមន្ត្រីនៃក្រសួងសម័យដើម្បីជួយការងារទូទៅប្រចាំថ្ងៃរបស់ក្រសួងក្នុងនោះផងដែររដ្ឋមន្ត្រីមានសមត្ថកិច្ចមួយចំនួនដូចជាចេញសេចក្តីប្រកាសសេចក្តីសម្រេចសារាចរណ៍និងសេចក្តីណែនាំដឹកនាំការងារក្នុងក្រសួងនិងគ្រប់គ្រងមន្ត្រីរាជការបុគ្គលិកដែលជាភ្នាក់ងាររដ្ឋបាលនៅក្រោមអាវ៉ាត់ទូទៅរបស់ខ្លួនលើកសំណើតែងតាំងផ្លាស់ប្ដូរនិងបញ្ចប់ភារកិច្ចមន្ត្រីរាជការក្រោមអាវ៉ាត់ចាប់ពីថ្នាក់ប្រធាននាយកដ្ឋាននិងថ្នាក់ប្រហាលគ្នាទៅនឹងវរៈស្នេហ៍ឯកនៃកងយុទ្ធពលខេមរភូមិន្ទនិងនគរបាលជាតិផងដែរតែងតាំងនិងផ្លាស់ប្ដូរនិងបញ្ចប់ភារកិច្ចមន្ត្រីក្រោមអាវ៉ាត់ចាប់ពីថ្នាក់ក្រោមប្រធាននាយកដ្ឋាននិងថ្នាក់ប្រហាលគ្នានិងថ្នាក់ក្រោមវរៈស្នេហ៍ឯកនៃកងយុទ្ធពលខេមរភូមិន្ទនិងនគរបាលជាតិផងដែរបច្ចុប្បន្នយើងដឹងហើយថាប្រទេសកម្ពុជាយើងមានក្រសួងចំនួន27ដូចជាទី1ក្រសួងមហាផ្ទៃទី2ក្រសួងខាពិជាតិទី3ក្រសួងទំនាក់ទំនងរដ្ឋមន្ត្រីបាទសូមធ្វើការអធិស្ឋានក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចទី4ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិទី5ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទី6គឺក្រសួងព័ត៌មានទី7ក្រសួងសុខាភិបាលទី8ក្រសួងឧស្សាហកម្មនិងសិប្បកម្មទី9ក្រសួងផែនការទី10ក្រសួងពាណិជ្ជកម្មទី11ក្រសួងអប់រំយុវជននិងកីឡាទី12ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទទី13ក្រសួងបរិស្ថាននិងទី4ក្រសួងវប្បធម៌និងវិចិត្រសិល្បៈទី15ក្រសួងអភិវឌ្ឍជនបទនិងទី16ក្រសួងការងារនិងបណ្ដុំបណ្ដាលជីវៈនិងទី17ក្រសួងប្រេសនីនិងទូរគមនាគមន៍ទី18ក្រសួងធម្មការនិងសាសនាទី19ក្រសួងកិច្ចការនារីទី20ក្រសួងសាធារណការនិងដឹកជញ្ជូនទី21ក្រសួងយុតិធធម៌និងទី22ក្រសួងទេសចរណ៍និងទី23ក្រសួងរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់ទី24ក្រសួងធនធានទឹកនិងទុននិយមនិងទី25ក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានិងទី26ក្រសួងសាធារណៈនិងចុងក្រោយនោះគឺទី27ក្រសួងរាយនិងធម្មពលក្រសួងនីមួយៗត្រូវរៀបចំរចនាសម្ព័ន្ធរដ្ឋបាលដូចខាងក្រោមគោលការណ៍ឡាយរបស់រដ្ឋមន្ត្រីប្រធានស្ថាប័នអង្គភាពកណ្ដាលចំណុះឲ្យក្រសួងរួមមានអគ្គលេខាធិការដ្ឋានអគ្គនាយកដ្ឋាននិងអគ្គធិការដ្ឋានអគ្គនាយកដ្ឋាននិងអធិការដ្ឋានអគ្គការិយាល័យអង្គភាពថ្នាក់ក្រោមការិយាល័យគ្រឹះស្ថានសាធារណៈដែលស្ថិតក្រោមអាណាព្យាបាលអង្គភាពមូលដ្ឋានខាងក្រៅដោយនៅថ្នាក់រាជធានីខេត្តហៅថាមន្ទីរនៅថ្នាក់ក្រុងស្រុកខណ្ឌហៅថាការិយាល័យតាមមាត្រាទី145ថ្មីនៃរដ្ឋធម្មនុញ្ញចែងថាទឹកដីនៃប្រជាជាតិកម្ពុជាចែកជារាជធានីខេត្តក្រុងស្រុកខណ្ឌនិងសង្កាត់ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុងខណ្ឌចែងដូចខាងក្រោមមាត្រាទី4ភ្នំពេញគឺជារាជធានីនៃប្រជាជាតិកម្ពុជារាជធានីភ្នំពេញចែកចេញជាខណ្ឌខណ្ឌចែកជាសង្កាត់មាត្រាទី5ខេត្តចែកចេញជាក្រុងនិងជាស្រុកក្រុងចែកជាសង្កាត់
ស្រុកចាច់ជាងឃុំនិងជាសង្កាត់រាជធានីខេត្តក្រុងស្រុកខណ្ឌនិងឃុំសង្កាត់ទាំងអស់ត្រូវបានច្បាប់កំណត់ជានីតិបុគ្គលនៃនីតិសាធារណៈនីតិបុគ្គលនីមួយៗមានដែនដីប្រជាពលរដ្ឋនិងមានក្រុមប្រឹក្សាមួយជាតំណាងយើងដឹងហើយថារាជធានីខេត្តជាថ្នាក់រដ្ឋបាលដែនដីមួយខ្ពស់បំផុតដោយជំនួសឲ្យក្រសួងមហាផ្ទៃនិងជាតំណាងឲ្យរដ្ឋាភិបាលក្នុងការគ្រប់គ្រងមានវិសាលភាពនិងមានសមត្ថកិច្ចលើវិស័យរដ្ឋបាលនិងនយោបាយក្រុងស្រុកខណ្ឌជាថ្នាក់រដ្ឋបាលដែនដីនេះបន្ទាប់ពីរាជធានីនិងខេត្តរាជធានីខេត្តក្រុងស្រុកខណ្ឌត្រូវគ្រប់គ្រងតាមគោលការណ៍នៃរដ្ឋបាលឯកភាពដើម្បីបង្កើតជំរុញនិងឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យតាមរយៈនយោបាយវិមជ្ឈការនិងវិសហមជ្ឈការក្នុងនោះផងដែរអង្គការដឹកនាំរាជធានីខេត្តនិងក្រុងស្រុកខណ្ឌគឺដើម្បីធានាគ្រប់គ្រងនៅតាមដែនដីរាជធានីខេត្តនៅក្រុងស្រុកខណ្ឌគឺត្រូវបង្កើតឲ្យមានអង្គការដឹកនាំដូចជាក្រុមប្រឹក្សានិងគណៈអភិបាលខេត្តក្រុមប្រឹក្សាអង្គវិមជ្ឈការគឺជាអង្គការដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិនិងសេចក្តីសម្រេចខាងប្រតិបត្តិដោយធ្វើឡើងនៅក្នុងអង្គប្រជុំវាត្រូវបានបង្កើតឡើងតាមរយៈការបោះឆ្នោតអសកលដោយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាអ្នកចូលរួមបោះឆ្នោតជ្រើសរើសសម្រាប់អាណត្តិទី5សំទោសគឺសម្រាប់អាណត្តិ5ឆ្នាំក្នុងនោះផងដែរបើយើងនិយាយពីរាជធានីខេត្តនិងក្រុងស្រុកខណ្ឌវាផ្ដោតទៅលើសមត្ថភាពក្រុមប្រឹក្សាត្រូវបានកំណត់ដូចជារាជធានីមិនឲ្យលើសពី21រូបខេត្តចាប់ពី9រូបទៅ21រូបក្រុងចាប់ពី7រូបទៅ15រូបស្រុកខណ្ឌចាប់ពី7រូបទៅ19រូបសមាជិកក្រុមប្រឹក្សាត្រូវបំពេញនូវលក្ខខណ្ឌដូចជាមានសញ្ជាតិខ្មែរពីកំណើតមានអាយុ25ឆ្នាំឡើងទៅមានសិទ្ធិបោះឆ្នោតមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងនោះផងដែរទូនាទីនិងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាជាតំណាងប្រជាពលរដ្ឋដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងនិងចាត់ចែងរាល់កិច្ចការនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាពគណនេយ្យភាពសមមធម៌បរិយាបន្នដើម្បីឆ្លើយតបនឹងបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនិងអភិវឌ្ឍមូលដ្ឋានដើម្បីសម្រេចបាននូវបេសកកម្មដ៏ចម្បងនេះក្រុមប្រឹក្សាត្រូវបានផ្ដល់អំណាចធ្វើសេចក្តីសម្រេចខាងបទបញ្ញត្តិនិងខាងប្រតិបត្តិក្រុមប្រឹក្សាប្រើប្រាស់សិទ្ធិអំណាចបញ្ញត្តិតាមរយៈការធ្វើដីការបស់ក្រុមប្រឹក្សានិងសិទ្ធិអំណាចប្រតិបត្តិតាមរយៈការធ្វើសេចក្តីសម្រេចដែលធ្វើឡើងនៅក្នុងកិច្ចអង្គប្រជុំរបស់ក្រុមប្រឹក្សាមួយវិញទៀតនោះគឺកិច្ចការជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សាក្នុងការធ្វើសេចក្តីសម្រេចខាងបញ្ញត្តិខាងប្រតិបត្តិនៅក្នុងកិច្ចអង្គប្រជុំរបស់ក្រុមប្រឹក្សាមានដូចខាងក្រោមក្នុងនោះគឺការរៀបចំដើម្បីទទួលមុខងារភារកិច្ចនិងធនធានមុខងារកាតព្វកិច្ចរបស់ក្រុមប្រឹក្សាមុខងារជាជំរើសរបស់ក្រុមប្រឹក្សាផែនការអភិវឌ្ឍនិងកម្មវិធីវិនិយោគប្រចាំឆ្នាំគម្រោងអភិវឌ្ឍឬក៏គម្រោងថវិកាប្រចាំឆ្នាំនិងក្របខ័ណ្ឌចំណាយរយៈពេលមធ្យមបញ្ហាហិរញ្ញវត្ថុផ្សេងៗការរៀបចំរចនាសម្ព័ន្ធនិងធនធានរួមទាំងគណៈកម្មាធិការអង្គភាពនិងក្រុមបុគ្គលិករបស់ក្រុមប្រឹក្សាផងដែរការគ្រប់គ្រងនិងការប្រើប្រាស់ទ្រព្យសម្បត្តិដំណើរការពិគ្រោះយោបល់ជាមួយនឹងសាធារណជនក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សានិងការផ្សព្វផ្សាយព័ត៌មាននានាជូនប្រជាពលរដ្ឋក្នុងនោះផងដែរបើយើងនិយាយអំពីគណៈអភិបាលអង្គវិសមមជ្ឈការគឺជាអង្គការមានអំណាចខាងប្រតិបត្តិទៅលើដែនដីមួយៗវាកឡើងតាមរយៈការចាត់តាំងសម្រាប់អាណត្តិការងារមិនលើសពី4ឆ្នាំហើយត្រូវបានតែងតាំង4ឆ្នាំទៀតសម្រាប់អាណត្តិទី2នៅក្នុងដែនសមត្ថកិច្ចដដែលសមាជិកគណៈអភិបាលត្រូវបានកំណត់ដូចជារាជធានីយ៉ាងច្រើន7រូបខេត្តចាប់ពី3រូបទៅ7រូបដែលត្រូវបានតែងតាំងជាអភិបាលឋានន្តរស័ក្តិជាឧត្តមមន្ត្រីអាយុ35ឆ្នាំឡើងទៅនិងមានបទពិសោធន៍ការងារយ៉ាងតិច7ឆ្នាំឡើងនិងអភិបាលរងឋានន្តរស័ក្តិជាវរៈមន្ត្រីឡើងទៅអាយុ45ឆ្នាំឡើងទៅនិងមានបទពិសោធន៍ការងារយ៉ាងតិច5ឆ្នាំឡើងក្នុងនោះផងដែរក្រុងស្រុកចាប់ពី3រូបទៅ5រូបដែលត្រូវបានចាត់តាំងជាអភិបាលមានឋានន្តរស័ក្តិជាអនុរដ្ឋមន្ត្រីឡើងទៅអាយុ30ឆ្នាំឡើងទៅមានបទពិសោធន៍ការងារ5ឆ្នាំយ៉ាងតិចនិងអភិបាលរងមានឋានន្តរស័ក្តិនាយក្រមការឡើងទៅអាយុ25ឆ្នាំឡើងទៅនិងមានបទពិសោធន៍ការងារ3ឆ្នាំយ៉ាងតិចមួយវិញទៀតបើយើងនិយាយពីទូនាទីនិងភារកិច្ចរបស់គណៈអភិបាលរួមមានធ្វើការសិក្សាស្រាវជ្រាវដើម្បីផ្ដល់យោបល់ជូនក្រុមប្រឹក្សាអំពីកិច្ចការនានាដែលពាក់ព័ន្ធនឹងអំណាចសិទ្ធិខាងបញ្ញត្តិនិងសិទ្ធិអំណាចខាងប្រតិបត្តិដើម្បីក្រុមប្រឹក្សាធ្វើការពិភាក្សាអនុម័តក្នុងកិច្ចប្រជុំសាមញ្ញឬក៏វិសាមញ្ញតាក់ទងនឹងការពិនិត្យមុខងារភារកិច្ចនិងធនធានទាំងអស់ដែលបានប្រកល់ក្នុងផ្ទៃមកឲ្យក្រុមប្រឹក្សា
និងអំពីរបៀបរបបបែបបទនីតិវិធីនៃការអនុវត្តមុខងារភារកិច្ចបានចាត់ចែងធនធានទាំងនោះការរៀបចំយុទ្ធសាស្ត្រនិងការរៀបចំរចនាសម្ព័ន្ធប្រព័ន្ធធនធានដើម្បីទទួលយកមុខងារភារកិច្ចនិងធនធានដែលបានប្រកបឬក៏បានផ្ទេរផែនការអភិវឌ្ឍរយៈពេល5ឆ្នាំនិងកម្មវិធីវិនិយោគ3ឆ្នាំក្រោយប្រចាំឆ្នាំក្របខ័ណ្ឌចំណាយរយៈពេលមធ្យមដែលត្រូវធ្វើឡើងបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំគម្រោងអភិវឌ្ឍឬក៏គម្រោងថវិកាប្រចាំឆ្នាំការបង្កើតនិងការកែសម្រួលឬក៏រំសាយទីចាត់ការក្នុងឬក៏ការិយាល័យមួយវិញទៀតនោះគឺការរៀបចំទូរនទីភារកិច្ចនិងលក្ខខណ្ឌការងាររបស់បុគ្គលិកការតែងតាំងការដំឡើងថ្នាក់ថ្នាំត្រាសានិងការប្រជុំបុគ្គលិកការកំណត់លក្ខខណ្ឌសម្បត្តិនៃការជ្រើសរើសការតែងតាំងការកំណត់ប្រាក់បៀវត្សនិងកម្រិតផ្សេងៗនៃបុគ្គលិករបស់ក្រុមប្រឹក្សាការកំណត់នីតិវិធីរដ្ឋបាលនិងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទីចាត់ការនិងបុគ្គលិករបស់ក្រុមប្រឹក្សាការកំណត់យុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាគណៈអភិបាលនិងបុគ្គលិករបស់ក្រុមប្រឹក្សាការបង្កើតគណៈកម្មាធិការឬក៏អនុគណៈកម្មាធិការឬក្រុមការងារតាមការចាំបាច់ដើម្បីជួយសម្រួលដល់ការអនុវត្តការងារក្រុមប្រឹក្សានិងការរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយព័ត៌មានដល់សាធារណជនដូចជាការរៀបចំក្តារព័ត៌មានការបិទផ្សាយនៅលើក្តារព័ត៌មានការស្វែងរកមធ្យោបាយផ្សព្វផ្សាយព័ត៌មាននានាជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចនិងកិច្ចការផ្សេងទៀតដែលកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាដែលត្រឹមតម្រូវដោយក្រុមប្រឹក្សារបស់ខ្លួនផងដែរមួយវិញទៀតនោះក្រៅពីបំពេញតួនាទីក្នុងនាមក្រុមប្រឹក្សារបស់ខ្លួនអភិបាលរាជធានីខេត្តក្រុងស្រុកខណ្ឌជាតំណាងក្រសួងស្ថាប័នរបស់រដ្ឋាភិបាលក្នុងការណែនាំសម្រាប់សម្រួលដំណងទិសដៅមន្ទីរអង្គភាពខ្សែបណ្ដោយរបស់ក្រសួងស្ថាប័ននានានិងទីភ្នាក់ងារនានារបស់រដ្ឋាភិបាលឲ្យធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្រុមប្រឹក្សាជាមួយនឹងគ្នានេះអភិបាលត្រូវធ្វើជាតំណាងរដ្ឋាភិបាលនិងក្រសួងស្ថាប័នពាក់ព័ន្ធការងារសន្តិសុខសម្រាប់ថ្នមរបៀបរៀបរយសាធារណច្បាប់និងសិទ្ធិមនុស្សក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរជាចុងក្រោយវីដេអូរបស់ខ្ញុំសូមធ្វើការបញ្ចប់នៅវគ្គ1សិនជួបគ្នានៅវីដេអូវគ្គ2បន្តទៀតសូមគោរពលាជួបគ្នានៅវីដេអូវគ្គ2បាយបាយ